បាទតែគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះខ្ញុំបានអានបាតដៃរបស់ប្អូនស្រីម្នាក់អ្វីដែលខ្ញុំចាប់អារម្មណ៍ទៅលើដៃនេះគឺតកតងទៅនឹងចង្វាក់នៃខ្សែបេះដូងរបស់គាត់បងប្អូនឃើញខ្សែបេះដូងរបស់គាត់ទេបាទទៅគូសមកវាចាក់ចូលចេះហើយខ្សែខួរក្បាលរបស់គាត់គឺចេញមកត្រង់ចេះហើយនឹងទម្រង់នៃខ្សែអាពាហ៍ពិពាហ៍របស់គាត់ហ្នឹងក៏អត់សូវអំណោយផលទេបើខ្សែអាពាហ៍ពិពាហ៍គាត់គឺអោនចេះអញ្ចឹងគឺបើយើងក៏លេខទៅមើលទម្រង់ដៃហ្នឹងយើងដឹងថាជីវិតគូគាត់គឺអត់ល្អទេហើយបើខ្សែកាត់វិញគឺច្រើនណាស់បាទច្រើនមែនទែនខ្សែកាត់សុទ្ធតែដល់ណាស់បាទដល់មេដៃមកកាត់ឆ្ងាយណាបាទគឺខ្ញុំមើលដៃនេះខុសដៃពីព្រោះខ្ញុំឃើញទម្រង់នៃដៃរបស់គាត់ប៉ុណ្ណឹងគឺខ្ញុំដឹងថាគាត់ជាមនុស្សម្នាក់ដែលពិបាកក្នុងការឆ្លងផុតភាពបែកបាក់នៃជីវិតគូណាបាទព្រោះទម្រង់ដៃនេះខ្សែបេះដូងរបស់គាត់អោនមុខចាក់ចូលទៅក្នុងអង្គាអញ្ចឹងគឺមានន័យថាស្នេហាគាត់គឺវាដូចជាភ្លើងអញ្ចឹងវាមានភាពក្តៅក្រហាយនឹងច្រើនហើយឆាប់អស់អារម្មណ៍ឆាប់នឿយណាយពីដៃគូនឹងថែមទៀតផងបាទប៉ុន្តែផ្ទុយពីការគិតរបស់ខ្ញុំពីព្រោះដៃនេះគឺគាត់មិនយកគូតែម្ដងបាទនៅពេលដែលមានជីវិតគូចូលមកក្នុងដៃរបស់គាត់ឬក៏គេសារភាពថាស្រឡាញ់គាត់អីអញ្ចឹងគឺគាត់ចាប់ផ្ដើម reject បាទមានន័យថាចាប់ផ្ដើមមិនទទួលយកគឺមានអារម្មណ៍ថាមិនស្រឡាញ់ឬក៏មានអារម្មណ៍ថាចង់ឆ្ងាយពីដៃគូទៅវិញដោយសារតែចង្វាក់នៃខ្សែបេះដូងរបស់គាត់កាប់មុខបែបនេះគឺគាត់ឆាប់នឿយណាយណាឆាប់អស់អារម្មណ៍ពីដៃគូនឹងលឿនចឹងអ្វីដែលគាត់សម្រេចចិត្តនៅក្នុងដៃនេះគឺគាត់សុខចិត្តនៅម្នាក់ឯងបាទគឺគាត់មិនយកគូចឹងគឺខ្ញុំបានមើលគាត់ថាគឺដៃនេះជាដៃមនុស្សដែលមានបញ្ហាតាក់ទងទៅនឹងជីវិតគូហើយពិបាកក្នុងការឆ្លងផុតភាពជាមីម៉ាយឬក៏ស្នេហាមិនសមបំណងបែកបាក់ប៉ុន្តែអ្វីដែលគាត់ឆ្លើយប្រាប់មកខ្ញុំវិញគឺខ្ញុំមើលមិនត្រូវដែរពីព្រោះគាត់សម្រេចចិត្តថាមិនយកគូតែម្ដងបើយកគូក៏គាត់មានអារម្មណ៍ទទួលអារម្មណ៍ដឹងថាគាត់នឹងជួបបញ្ហារឿងបែបហ្នឹងដែរអញ្ចឹងគឺគាត់សម្រេចចិត្តក្នុងការដើរទៅលើវិស័យសាសនាបាទគាត់ប្រកាន់ភ្ជាប់នៅសិល5ហើយសម្រេចថាមិនយកបាទគូនៅក្នុងជីវិតរបស់គាត់ទេបាទអញ្ចឹងគឺខ្ញុំក៏មើលខុសដូចគ្នាបាទអញ្ចឹងគឺខ្ញុំសូមចែករំលែកប៉ុណ្ណឹងបាទអរគុណជំរាបលាបាទ